nhà nó nhưng mà đẹp vì một môi trường nuốn hay năng đã là bỏ nơi đây càng chơi nhà này dương ai bỏ hỏi thêm chào bà cứ viên kia dương tịch mình tên này ban tôi nhung vì một nâng ấy cục giang bị nhung trắng nhung nhà nó nhưng mà bập bằng họ cuốn bên đã tôi tịch về cho con nhung khỏe thì video này cứ thôi hàng tới nhung chơi edit á từ cắt vô không vô mỏ hơi cọp trong xi mau nè mơ đấy mọi cam thì vừa lên mở mơ video ập dạo thì nhóm là châu mơ đó nên mỗi giờ nè dương ai đã làm bon nơi đây hàng chơi bán nơi pra comment này nè nè vay tam năng nó mơ nó copy mà nè chăm nhóm đạo copyในក្នុង description អ្នកគ្នាវាយនឹងហើយអ្នកគ្នាអាចជ្រើសរើសរបស់អ្វីក៏បានដែរឲ្យតែមាននេះមើលតាមហ្នឹងគឺខ្ញុំអស់ឲ្យមើលនេះរបស់ពីច្រើនប្រើបានដែរប្រើបានអាសម្រាប់កាត់រោមជាងនេះប្រើបាននេះយើងដាក់នៅដៃខាងឆ្វេងហើយយើងទៅចុចអាស្អីគេ right click ស្អីនេះហ្នឹងអាសម្រាប់ដាក់ហ្នឹងពេលយើងដាក់ទៅកាត់រោមជាងបានបើរបស់ផ្សេងប្រហែលជាធ្វើកើតដាក់ប្លុកដាក់អីធ្វើកើតតែខ្ញុំសាកហើយអ្នកគ្នាមុននឹងប្រើ comment អ្នកគ្នាត្រូវចូល setting ឲ្យមកអស់មកក្រោមនេះហៅកន្លែងcheat នេះណាកន្លែងហ្នឹងអ្នកគ្នាត្រូវបើក activate cheat ហ្នឹងណាដើម្បីយើងអាចប្រើ comment បាននេះពីអ្នកគ្នាដៃទូខ្ញុំមិនបោះឲ្យ team បានខ្ញុំអត់មានប្រើ mod ប្រើអីអ្នកគ្នាចូល setting ឲ្យចូល keyboard មកហើយចូលអាកន្លែង drop item នេះពីមានអក្សរខ្ជូរអ្នកគ្នាចុចលើហើយប៉ះកន្លែងបើកទូរស័ព្ទនេះអាកន្លែងហ្នឹងសម្រាប់ scan គេយកដៃយកនេះខ្ញុំសួរ chat GPT ទៅវាថាមានទូរស័ព្ទប្រហែលប្រហែលខ្ញុំអស់ឲ្យមើលនេះហ្នឹងទូរស័ព្ទខ្លះធ្វើបានទូរស័ព្ទខ្លះអត់ធ្វើអត់បានទេអញ្ចឹងដល់ពេលយើងប៉ះវាហើយពេលយើងប៉ះអាកន្លែងបើកទូរស័ព្ទហ្នឹងទៅវាបោះឲ្យធីមចោលហ្មងឃើញចុចបោះបានមួយចឹងទៅឃើញនេះបើខ្ញុំដាក់ mod នេះយើងបោះចោលម្ដងទាំងអស់ហ្មងបើអ្នកឃើញចង់ដឹងថា mod អីគេតោះយើងចូលទៅមើល mod នឹងទាំងអស់គ្នានេះចាំខ្ញុំដាក់ link នៅក្នុង description mod នឹងបង្កើតឡើងដោយ channel មួយនេះ mod ប្លែកៗទៅមើល channel គាត់ទៅតឥឡូវខ្ញុំមកប្រាប់ថា mod នឹងវាមានអីខ្លះនេះវាមាន hub នេះហើយយើងអាច load ម្ដងបានទាំងអស់ហ្មងគឺយើងចុចតែ2ដងនេះមើលអានេះយើង load មិននេះយើងដាក់អាវ៉ាន់ចូលវិញអា hub ហ្នឹងគឺយើង load អាវ៉ាន់ពីក្នុង hub មកពូកមនុស្សនេះគឺមកក្នុង slot នេះ inventory ណាមិនកន្លែង hot bar នេះមក inventory ហ្នឹងហើយបាទហូបចុងក្រោយគេហ្នឹងនៅអាកន្លែង hot bar របស់យើងហ្នឹងនេះដល់ពេលយើងចុច hub វាមកម្ដងទាំងអស់ហ្មងនេះហើយបាទសញ្ញាហូបព្រួយចុះក្រោមហ្នឹងគឺបោះអាវ៉ាន់ចោលនេះអាក្នុងនេះគឺយើងមានគឺអាហូបសញ្ញាព្រួយបាញ់ចុះក្រោមហ្នឹងគឺបោះអាវ៉ាន់ចោលនេះអានេះបោះម្ដងទាំងអស់បើយើងចុចគុណ1គុណនេះគឺបោះហើយមើលមុខងារថ្មីមួយទៀតឃើញ all ហ្នឹងសញ្ញាស all នេះពេលយើងចុច all មកគឺវាក្រាស់មកទាំងអស់ហ្មងឧទាហរណ៍យើងមានឈើច្រើនទៅយើងអត់ចំណាយពេលចុចមួយយើងចុចមកម្ដងទាំងអស់ហ្មងគឺស្រួលចឹងហើយទៀតតែឥឡូវយើងក្រាស់ thing table មួយហើយយើងក្រាស់ item នេះណាចង់ដឹងថាវាក្រាស់លឿនរបៀបម៉េចនេះយើងមានដៃច្រើនណាទៀតយើងអាចក្រាស់អាវម្ដងទាំងអស់ក៏បានដែរគ្រាន់ចុចពី all មកវាមកទាំងអស់ហើយមានពាក្យនោះមកវិញហើយនោះគុណ4ហ្នឹងគឺក្រាស់ម្ដង4តែដៃយើងអត់គ្រប់យើងក្រាស់បានតែ3ទេទេហើយនេះខោហើយនេះមួកអញ្ចឹងទៅឃើញណាហើយយើងពាក់លឿនអត់ឃើញណាអាសញ្ញាហូបទៅមកនេះយើងពាក់អាវក្រោះលឿនហ្មងវាចូលទៅផ្លុកមកហើយអាសញ្ញាហូបអាវនេះពេលយើងចុចមកគឺវាដោះអាវក្រោះមកខ្លួនយើងយកហ្មងនេះបើចង់ដឹងថា mod pack នឹងមានអីខ្លះមុខងារអីខ្លះច្បាស់លាស់ទៅមើល channel ហ្នឹងហើយគឺឃើញតែឥឡូវយើងមកមើលមុខងារថ្មីរបស់វានេះអាកន្លែងចិត្តភ្នែកហ្នឹងឃើញមានរូបសោខ្វៃអញ្ចឹងពេលយើងចុចបើកទៅវាឃើញឆាំងឃើញ coordinate ដែលយើងនៅឃើញពី overworld ទៅ nether នៅ coordinate ណាអីចឹងណានោះឃើញអត់ឃើញមាន HP level អីយើង0អានេះវាស្រួលលេងអញ្ចឹងណានោះឃើញឆាំងលើឆាំងអីទៀតតែមានប្រយោជន៍ទៅប៉ុណ្ណឹងមួយ day player អីគេនោះអានេះលោកហូកហឹបនេះវាសូអាវ៉ាន់ដែលមាននៅក្នុង inventory របស់យើងមានប្រមាណគឺវាសូនៅខាងស្ដាំនៅខាងក្រោមនឹងទាំងអស់ហ្មងគឺវាលយខ្លាំងមែនតើនៅសម្រាប់យើងចង់ដឹងថាក្នុងខ្លួនយើងមានអីខ្លះចឹងសម្រាប់យើងស្រួលលេងហានេះកន្លែងទី3នេះគឺយើងអាចដាក់ទៅវិញទៅមកនេះសញ្ញាព្រួយបាញ់ទៅមកចឹងវាអត់មានអីប្លែកទេហើយអានេះឆាតយើងអាចដឹងមាន player នៅក្នុង server យើងក្នុង world យើងមានប៉ុន្មានអ្នក
អានេះវាមានប្រយោជន៍តែនៅក្នុងលេងក្នុង server ឯងព្រោះយើងចង់ដឹងថាមាន player ប៉ុន្មានអ្នកអញ្ចឹងណានេះហើយយើងអាច search រកមុខ player ដែលយើងចង់ search រកទៀតថាគេ online នៅក្នុង server ហ្នឹងអត់ដូចជាមិត្តភ័ក្តិយើងចូលលេងអញ្ចឹងហើយយើងចង់ដឹងថាវាលេងនៅក្នុង server ហ្នឹងអត់យើងអាច search ឈ្មោះវាបានហើយនេះ mod night vision ពេលយើងបើកភ្លឺទៅពេលយើងចូលកន្លែងងឹតងឹតអីនេះអ្នកគ្នាមើលតាមហ្នឹងទៅយល់អានេះ mod night vision អញ្ចឹងណាហើយ pick a compass នេះខ្ញុំអត់ដឹងនឹងមានប្រយោជន៍អីទេតែអ្នកគ្នាចង់ដឹងមានប្រយោជន៍អីទៅមើលក្នុងហ្នឹងទៅហើយអានេះ mod function របស់វាគឺយើងអាចឃើញដៃអត់ឃើញអីទេសម្រាប់អ្នកថតប្រភេទសាច់រឿងអីអាហ្នឹងស្រួលហើយអានេះឆាតបិទឆាតម្ដងខ្ញុំតេស្តសារវាយអសចូលញ៉ៃញ៉ៃនេះឃើញឆាតនេះក្រោមហ្នឹងឃើញបិទបើកពេលយើងបើកវាឃើញពេលយើងបិទវាអត់ឃើញអានេះមានប្រយោជន៍នៅក្នុង server អ្នកលេងក្នុង server មានស្រួលអញ្ចឹងកុំចង់អត់ឲ្យឃើញឆាតឃើញអីឥឡូវយើងចូលមកប៊ូតុងថ្មីមួយទៀតនេះអ្នកគ្នាឃើញជ្រុងដៃនៅលើពេញអេក្រង់ហ្នឹងគឺជា mod ហ្នឹងអ្នកគ្នាចង់ down ចង់អីអាចនៅខ្ញុំដាក់ link នៅក្នុង description បើចង់ down ចាហើយយើងក៏អាចសេរីដៃបានតាមចិត្តនេះយើងសេរីឡើងទៅលើចុះក្រោមឡើងទៅលើចុះក្រោមអ្នកគ្នាអាចសេរីបានតាមចិត្តដែលគ្នាចង់លេងអញ្ចឹងណា mod នេះគឺលយខ្លាំងមែនទែននេះហើយយើងអាច show inventory នោះអាហ៊ូហឹបធំជាងគេនោះឃើញអត់នេះនៅខាងស្ដាំដៃខាងលើនោះអាកន្លែងយើងចុច inventory ណាឃើញmod ហ្នឹងលយដល់លេងអ្នកនរគ្នាចាវីដេអូមានតែប៉ុណ្្នឹងបាយ